តិចមើល YouTube ហើយអត់ចេះលុបប្រវត្តិចាស់ៗមកនេះបើខ្ញុំនឹងប្រាប់ពីរបៀបនៃការលុបវីដេអូចាស់ៗក៏ដូចជាhistory ដែលយើងមើលហើយនៅក្នុងបណ្ដាញសង្គមFacebook ឬក៏YouTube យើងអាចលុបបានយ៉ាងងាយអត់ពិបាកទេ2026ហើយតាមដានទស្សនាទាំងអស់គ្នាសួស្តីបងប្អូនយើងទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូឆាន់ឈាមថ្ងៃនេះនិយាយតាក់ទងទៅនឹងការលុបhistory នៅក្នុងYouTube ក៏ដូចជានៅក្នុងFacebook គឺយើងធ្លាប់លុបហើយឥឡូវយើងមកនិយាយក៏ដូចជាប្រាប់ពីរបៀបនៃការលុបប្រវត្តិចាស់នៅក្នុងYouTube ម្ដងជាដំបូងយើងបើកទូរស័ព្ទដៃយើងហើយបន្ទាប់មកយើងចូលមកកម្មវិធី YouTube នេះYouTube របស់យើងអត់មែនរបស់គេទេបងប្អូនយើងបន្ទាប់មកយើងចុចមក profile នេះមកនៅខាងស្ដាំដៃខាងក្រោមនេះបន្ទាប់មកទៀតបងប្អូនយើងនឹងឃើញពាក្យថា history ខ្មែរកន្លែងនេះគេដាក់ពាក្យថាប្រវត្តិអង់គ្លេស history ចុចលើនឹងមកដល់កន្លែងនេះយើងនឹងឃើញវីដេអូជាច្រើនមិនថាshort video music ក៏ដោយវីដេអូ long time ក៏ដោយគឺជាវីដេអូដែលយើងបានទស្សនាហើយគឺ load show មកទាំងអស់អញ្ចឹងបើយើងចង់ clear history ឬក៏លុបវីដេអូដែលប្រវត្តិនៃការមើលរបស់យើងគឺងាយទេបងប្អូនយើងគ្រាន់តែចុចនៅខាងលើចុច3នេះបន្ទាប់មកទៀតយើងនឹងឃើញពាក្យថា put voice story clear all voice story manager យើងយកទី2មកបន្ទាប់មកទៀតយើងយកពាក្យថា clear video story ប្រវត្តិចាស់ចុចចូលមកឥឡូវhistory ទាំងប្រមាណដែលយើងបានមើលគឺលុបចោលអស់ហើយបងប្អូនយើងអញ្ចឹងគឺ channel របស់យើងគឺអត់ទាន់មើលអីទេអញ្ចឹងបងប្អូនយើងចង់តាមដានទស្សនាវីដេអូអីផ្សេងទៀតអាចចុច subscribe ម្នាក់មួយផងអរគុណជួបគ្នាវីដេអូក្រោយ